នៅក្នុងអាកាសធាតុក្តៅផងត្រជាក់ផងធ្វើឲ្យមាន់របស់យើងងាយនឹងមានជំងឺហើយងាប់ប៉ុន្តែយើងនឹងលែងបារម្ភតទៅទៀតហើយព្រោះប្រសិទ្ធភាពរបស់ជីសរីរាង្គ IMO នឹងឲ្យមាន់ធន់ទៅនឹងបញ្ហាទាំងអស់នោះអញ្ចឹងយើងត្រូវការអ្វីខ្លះដើម្បីធ្វើវាក្នុងការធ្វើជីសរីរាង្គ IMO យើងត្រូវមានសម្ភារៈនិងគ្រឿងផ្សំងាយៗដូចជាកន្ទក់1គីឡូក្រាមដីដំបូកបុកហើយរែងឲ្យម៉ត់1គីឡូក្រាមស្ករត្នោតសុទ្ធ2ស្លាបព្រាបាយទឹកស្អាត2កែវសំណាញ់1ផ្ទាំងកន្ធុនធំមួយឬចានដែកធុងស្អាតមួយនិងគម្របរបស់វាផងឥឡូវយើងអាចចាប់ផ្ដើមធ្វើការលាយវាតែម្ដងដំបូងយើងលាយកន្ទក់និងដីដំបូកបញ្ចូលគ្នាសិនបន្ទាប់មកយកស្ករត្នោត2ស្លាបព្រាលាយជាមួយទឹក2កែវកូរវាឲ្យរលាយស្ករនោះក្នុងទឹករួចចាក់វាចូលក្នុងល្បាយកន្ទក់និងដីដំបូករួចច្របាច់លាយវាបញ្ចូលគ្នាដើម្បីដឹងថាល្បាយដែលលាយនេះវាមានសំណើមគ្រប់គ្រាន់ឬនៅយើងគ្រាន់តែច្របាច់ពូនវាមួយដុំលមើលបើវាស្អិតល្អនោះអ្នកធ្វើវាបានត្រឹមត្រូវហើយពូនវាចូលគ្នាឲ្យណែនដាក់ក្នុងស្បៃដែលយើងមានហើយចងឲ្យតឹងទុកវាក្នុងធុងស្អាតគ្របឲ្យជិតដាក់ក្នុងម្លប់រងចាំរយៈពេល3ថ្ងៃទើបបើកវាមើលបើយើងឃើញមានផ្សិតសសចេញពីស្បៃនោះមានន័យថាយើងធ្វើវាបានល្អហើយយើងត្រូវយកវាទៅលាយជាមួយស្ករត្នោតសុទ្ធ1គីឡូក្រាមនិងទឹកស្អាត10លីត្រហើយបន្តទុកវាឲ្យបាន15ថ្ងៃក្នុងរយៈពេល15ថ្ងៃនេះយើងត្រូវកូរវារៀងរាល់2ថ្ងៃម្ដងបន្ទាប់ពីបានជីសរីរាង្គនេះហើយយើងគួរត្រងយកតែទឹករបស់វាទុកប្រើដោយសម្រិតយកកាកចេញត្រូវចាំថាมันអាចទុកវាហាលថ្ងៃទេត្រូវរក្សាទុកវាក្នុងម្លប់ទើបគុណភាពវានៅល្អចុះបើ3ថ្ងៃនោះវាមិនមានឡើងផ្សិតសទេបញ្ជាក់ឡើងវិញបន្ទាប់ពីខ្ចប់វាក្នុងស្បែកទុកក្នុងធុង3ថ្ងៃយើងបើកមើលហើយឃើញផ្សិតខ្មៅនិងមានក្លិនស្អុយនោះយើងធ្វើខុសបច្ចេកទេសឬខ្វះអនាម័យហើយដូច្នេះយើងត្រូវចោលវាទៅហើយធ្វើម្ដងទៀតមួយទៀតគឺយកវាទៅលាយជាមួយការធ្វើជីកប៉ុសឬក៏បូកាឈីបូកាឈីបាទគេលាយទឹកនេះទៅច្បល់ជាមួយបូកាឈីឬក៏កប៉ុសហ្នឹងដើម្បីឲ្យវាជួយកាច់ឲ្យកាច់ចូលគ្នាបាទ